ហើយរឿងស្នេហាយ៉ាងណាក៏ចង់បានដែរតែពេលខ្លះវាមិនទាន់ដល់គូយល់ណាឥឡូវប្រហែលជាមកដល់ហើយទៅប្រហែលជានៅមុខណាណែអាអូនចង់និយាយពីអីគេខ្ញុំមិននិយាយលាក់បាំងអីទេចាអើយខ្ញុំចង់ប្រាប់ចាឯងថាខ្ញុំស្រឡាញ់ចាហាថាម៉េចស្រឡាញ់ចាខុសចំនួនហើយពើមាសចុះវាមានតែស្អីចាឯងមានដែរស្ដាប់បាត់បងធានាអត់បាត់ខុសចំនួនណាលួចស្រឡាញ់អូនតាំងពីទៅទិញបាយដំបងចាអូនចាក៏ធ្លាប់ស្ដាប់ដែរក៏ប៉ុន្តែចានេះអត់បានស្រឡាញ់ប្រុសក្មេងទេខ្ញុំអត់ដឹងទេខ្ញុំស្រឡាញ់ចាខ្ញុំចង់តាមចាចានេះចិញ្ចឹមខ្ញុំមកពីណាគេធាក់យើងមិញហ៎វាមិនដឹងការងារស្អីឯងទេយើងហៅបាយចង់ដាច់ពូងាប់អីនៅអស់អាឡាហ្នឹងគេបាញ់យកយេអានេះគ្រាន់តែរៀនញ៉ែលេងតិចសោះអត់បានចាមានបាយសាច់មាន់ទេចាមានអូនហើយយកប្រមាណប្រអប់ហើយចុះមកប្រអប់ប្រមាណចាចាអូនមួយប្រអប់ 4,000 រៀលមួយប្រអប់ 4,000 ពីរប្រអប់ 8,000 លុយមានតែ 7,000 ណាអញ្ចឹងយកមកប្រអប់បានទេចាមិនអីទេអូនអញ្ចឹងយកពីរប្រអប់ទៅចាគិតឲ្យតែ 7,000 ទេអូអញ្ចឹងអរគុណច្រើនណាស់ចាអញ្ចឹងដាក់បាយមាន់ឲ្យខ្ញុំពីរប្រអប់មកចឹងចាអូនសូមរងចាំបន្តិចណែឆ្ងាញ់អត់ណែឆ្ងាញ់តាមែនណាបាយកន្លែងចាហ្នឹងឆ្ងាញ់មែនតាចាំស្អែកចាំយកទៅទិញទៀតណែអាមិនមើលយើងសួរឯងមួយមើលហើយសួរអីគេមិនសួរមកឯងមានឯងឆ្ងល់ទេថាមនុស្សយើងនេះស្អប់អីជាងគេណែមនុស្សយើងគេស្អប់អំពើលួចប្លន់និយាយត្រង់ទៅគឺបោកប្រាស់គេនឹងតែម្ដងត្រឹមត្រូវយេអានេះឆ្លាតគ្រាន់មកហីហើយមួយសំណួរទៀតនេះអញចង់សួរថាមនុស្សយើងនេះខ្ពើមអីជាងគេគ្នាមិនចង់និយាយទេកំពុងហូបបាយចឹងនិយាយមកខ្ពើមអីជាងគេមនុស្សយើងណាគឺខ្ពើមអីជាងគេហ្នឹងហើយឯងនិយាយចឹងក៏វាមិនខុសដែរដោយសារតែមនុស្សយើងភាគច្រើនណាគឺខ្ពើមអីជាងគេចាំឯងនិយាយមកអញ្ចឹងណាមានន័យថាអញនឹងនិយាយខុសមែនប្រសិនបើឯងស្អប់អាចឲ្យចុះក្នុងពោះឯងហ្នឹងមិនថាតែអាចហ្នឹងហើយពួកយើងមានអាចហ្នឹងហើយម៉ាប្រសិនបើយើងខ្ពើមអាចមានន័យថាយើងនេះខ្ពើមខ្លួនឯងអញ្ចឹងអីយ៉ាឯងនិយាយទៅវិញបើអញ្ចឹងយើងគួរគិតអាម៉េចទៅហ្នឹងហើយម៉ាយើងត្រូវតែបដូរផ្នត់គំនិតព្រោះអាចនេះគឺជាមិត្តដ៏ល្អដែលរស់នៅជាមួយយើងជារៀងរហូតពេលដែលយើងស៊ីបាយក៏មានអាចពេលដែលយើងទៅគួចទឹកក៏មានអាចពេលដែលយើងទៅដើរលេងនេះក៏មានអាចអញ្ចឹងហើយអាចនៅជាមួយយើង24 ម៉ោងលើ24 ម៉ោងលើកបាត់ចម្រៀងមួយដែលគេច្រៀងថាអាចគ្នាអរគុណណាស់ដែលបានប្រាប់គ្នាចាប់ពីថ្ងៃនេះតទៅគ្នានឹងព្យាយាមស្រឡាញ់អាចឲ្យបានច្រើនបើអញ្ចឹងខំប្រឹងស៊ីបាយទៅដើម្បីទៅអាចណែនៅពីក្រោយឯងពីណាគេនោះចោលទៅដល់ណែអូនស៊ីបាយឆ្ងាញ់ទេនោះបាទពូឆ្ងាញ់តាហ្នឹងហើយពូនិយាយចឹងពួកឯងមានកាយគេខ្ញុំមើលមុខទៅពួកឯងដូចចោលអូចោលណាសង្ហាអញ្ចឹងអូនណាពូអត់មានកាយទេពូគាត់ថាមកនិយាយលេងជាមួយអូនឯងហ្នឹងហើយមកចង់សួរថាអូនឯងរាល់ថ្ងៃនេះជីវភាពយ៉ាងម៉េចដែរទាំងពីរអ្នកហ្នឹងជីវភាពរបស់ខ្ញុំមិនខុសពីសត្វមាន់ទេពូរាល់ថ្ងៃស៊ីមួយថ្ងៃរាល់មួយកែហីមួយកែហើយអញ្ចឹងអូនទាំងពីរអ្នកឯងនេះចង់បានជីវភាពធូរធារយ៉ាងនេះដែរទេងាប់ទៅពូឯងសួរមកដូចលេចឈួតចឹងបណ្ណាគេដែលមិនចង់បានជីវភាពធ
អូខេយើងអាចជួយពួកឯងបានក៏ប៉ុន្តែពួកឯងនេះត្រូវធ្វើការឲ្យយើងមួយ ការងារអីទេពូ ការងារដែលពូឲ្យឯងធ្វើនេះស្រួលខ្លាំងណាស់គឺពួកឯងនេះគ្រាន់តែយកអីវ៉ាន់យកទៅឲ្យភ្ញៀវតែប៉ុណ្ណោះ អីវ៉ាន់ហ្នឹងអីទេពូ ណែអីវ៉ាន់នេះពួកឯងមិនបាច់ចង់ដឹងទេដឹងត្រឹមតែថាវាគឺជាស្ករគ្រាប់ហើយនឹងម្សៅមី អូខេមិនអីទេពូការងារកាចឹងការងារដឹកជញ្ជូនសោះ អូខេអាអូនបាទដឹងល្អណាស់អញ្ចឹងពួកឯងស៊ីបាយឲ្យលឿនទៅចាំបន្តិចទៀតចាំពួកយើងធ្វើការ ណែស៊ីបាយលឿនទៅបន្តិចទៀតបានធ្វើការបានលុយចាយអើគ្នាដែរ ណែយើងសួរពួកឯងសិនតើពួកឯងនេះធ្លាប់មើលរឿងចិនហុងកុងទេ បានចាយទៅខ្ញុំចូលចិត្តមើលរឿងហុងកុងហ្នឹងហ្មងហើយជាពិសេសខ្ញុំចូលចិត្តមើលរឿងបោះបាញ់គ្នាបោះបោកណាដូចជារឿងកំលីស្លងលីលៀនជាអាទិនហ្វីអត់ច្រឡំពូទិនហ្វីអីចឹងណាបាទខ្ញុំវិញមិនដែរមើលរឿងចិនផងណា ហើយចុះបើឯងមិនមើលរឿងចិននេះតែឯងចូលចិត្តមើលរឿងអ្វី ខ្ញុំចូលចិត្តមើលរឿងជប៉ុនណែរឿងជប៉ុនហ្នឹងរឿងអាម៉េចរឿងជប៉ុនរឿងអ្នកលេងយ៉ាកូសានោះឯងមិនដឹងទេអើយរឿងកាប់ចាក់វាយគ្នាអត់ដែរទៅហើយ អូខេរឿងយ៉ាកូសានេះក៏ជារឿងសង្គមងងឹតដែរហើយធ្លាប់មើលឃើញអាឈុតដោះដូរទំនិញគ្នាអត់យើងហុចវ៉ាលីទៅមួយហើយគេហុចវ៉ាលីមកវិញណាបាទ ខ្ញុំមើលរឿងចូលចិត្តតែឈុតហ្នឹងណាបើគេដោះដូរទំនិញគ្នាហើយដល់ពេលដោះដូរហើយមកស្ទុះក្រោយមកភ្លីមកបាញ់គ្នាព្រាត ណែទំនិញឯងយកទំនិញនេះយកទៅដោះដូរជាមួយដៃគូសហការរបស់យើង ហើយពេលដោះដូរទំនិញហ្នឹងមានភ្លីមកដូចក្នុងរឿង វាមិនអីទេយើងគ្រាន់តែលក់ម្សៅមីហើយនឹងស្ករគ្រាប់តា អូខេយល់ព្រមឲ្យកបបអញ្ចឹងខ្ញុំទៅសិនហើយ អូខេហេងតើយើង សង្ឃឹមថាពួកឯងនេះធ្វើការបានល្អចោះអ្នកលក់អើយអ្នកលក់ ចាទៅហើយតើពូត្រូវការអ្វីដែរ យ៉ាអាយដលឲ្យបងមួយមកអូន ចាពូ អីយ៉យអ្នកលក់អីក៏ស្អាតម្លេះមានសង្សារនៅ ចាមិនទាន់មានសង្សារទេបាទពូបាញ់អស់កន្លះច្រើនទេឆាប់ឲ្យលុយមក បងមានអស់ខ្លាមកពីណាចាំបន្តិចនេះអូនលុយតា ចាលុយច្រើនពេកអត់មានលុយអាប់ទេពូ ហើយពីណាថាបងនេះយកលុយអាប់យកទៅអស់ទាំងអូនបងមិនយកលុយអាប់ទេ ខ្ញុំមិនហ៊ានយកទេខ្ញុំខ្លាចពួកឯងណាពួកឯងឲ្យមកខ្ញុំហើយខ្លាចពួកឯងនេះយកអ្វីផ្សេងពីខ្ញុំ មិនមែនទេអូនបងឲ្យនេះគឺបងឲ្យសរុបតែម្ដងបាទថ្ងៃក្រោយបងមកទៀតណាបងនឹងទិញអាយដលទៀតយល់អត់ណែឆាប់យកឲ្យលឿនឡើងបងប្រញាប់ អញ្ចឹងក៏បានដែរ ស្អាតរបស់គេវ៉ៃអាឡូជំរាបសួរ ជំរាបសួរបងអញញ៉ាំអាសៀវអញញ៉ាំហាសិនមីនីន ស្ដាប់អត់បានទេមិនដឹងថាចង់និយាយអំពីអីផង ញ៉ាំនិយាយលេងណាបងញ៉ាំម្សៅមីនិងស្ករគ្រាប់ឲ្យបង ម្សៅមីស្ករគ្រាប់អីគេបងអត់ដឹងទេច្រឡំមិនដឹងទេបងប៉ែតតា ហាពេលនេះខ្ញុំច្រឡំលេងទៅទៅហើយពេលអីគេនោះ បងនេះខាងប៉ែតយុទ្ធសាស្ត្រអូន ពេលចិត្តទៅសាហ្នឹងទៅពេលដឹងអំពីចិត្តមនុស្សហ្នឹងមែន តើហើយអូន បើចូលចិត្តទេចូលពេទ្យហើយម៉េះខ្ញុំសុំសួរពេទ្យមួយម៉េះ មិនអីទេសួរបាន ខ្ញុំឆ្ងល់ខ្លួនឯងខ្លាំងណាស់ពេទ្យរងឯងហ្នឹងមិនអញ្ចឹងចេះតែស្រឡាញ់គេម្នាក់ឯងអញ្ចឹងណែបើឆ្ងល់រឿងហ្នឹងណាហើយមិនសួរគ្នាវិញហេតុផលដែលយើងស្រឡាញ់គេម្នាក់ឯងគឺមកពីអត់មាន
មុនដែលលោកគ្រូពេទ្យឆ្លើយសូមសួរបងអូននេះពី3សំណួរសិនហើយបងអូនឯងនេះស្រឡាញ់គេម្នាក់ឯងហ្នឹងស្រឡាញ់មនុស្សស្អាតឬក៏មិនស្អាតស្លាញ់ស្អាតគឺស្អាតមក ហើយចុះអ្នកមិនស្អាតនេះស្រឡាញ់អត់ ស្លាញ់ផង អូខេឥឡូវចាំពេទ្យប្រាប់និយាយទៅអារម្មណ៍ស្រឡាញ់គេម្នាក់ឯងនេះមិនមែនមានតែអូនឯងទេមនុស្សម្លានអ្នកតែមានម្លានអ្នកទៅហើយដែលស្រឡាញ់គេម្នាក់ឯងដែលទទួលអារម្មណ៍ដូចអូនឯងអញ្ចឹង អញ្ចឹងពេទ្យធ្លាប់លើស្លាញ់គេម្នាក់ឯងដែរមែន វាដូចតែគ្នាទេពេទ្យនេះក៏ធ្លាប់លុយស្រឡាញ់គេដែរតែស្រឡាញ់គេរាប់មិនអស់ទេពេទ្យអរគុណពេទ្យអញ្ចឹងខ្ញុំយល់អស់ហើយចឹង ណែឯងយល់មិនទាន់អស់ទេអញ្ចឹងចាំយើងប្រាប់បន្តទៅទៀតអារម្មណ៍ដែលស្រឡាញ់គេម្នាក់ឯងនេះគឺវាបែងចែកចេញជាពីរទីមួយហ្នឹងយើងលួចស្រឡាញ់គេដោយសារតែគេហ្នឹងមានរូបរាងស្អាតការស្រឡាញ់បែបនេះគឺគេហៅថាការស្រឡាញ់បែបតណ្ហាបែបតាមអារម្មណ៍អីចឹងណាអញ្ចឹងហើយការស្រឡាញ់បែបនេះគឺមិនសូវគង់វង្សទេ អូខេយល់ហើយចុះទី2ហ្នឹងក៏ជាការស្រឡាញ់គេម្នាក់ឯងដែរក៏ប៉ុន្តែយើងស្រឡាញ់ទៅលើអត្តចរិតរបស់គេស្លូតបូតគេរੂរេរតែដាក់មនុស្សជំនាញខ្លួននិងចេះគោរពចាស់ទុំជាដើម ខ្ញុំអរគុណពេទ្យច្រើនណាស់ឥឡូវខ្ញុំយល់ហើយ អញ្ចឹងប៉ុណ្ណឹងហើយពេលរបស់ CB សិន ស្មានតែខ្ញុំនេះលួចស្រឡាញ់គេម្នាក់ឯងសូម្បីតែអ្នកមើលក៏លួចស្រឡាញ់គេម្នាក់ឯងដែរមិនអញ្ចឹងទេអីណាំ